វីដេអូនេះគឺជាវីដេអូនៅខេត្តសៀមរាបថ្ងៃទី2តពីអវៈមុនដូចគ្នាអ្នកទាំងគ្នាវីដេអូរបស់ខ្ញុំរៀងវែងឡាយញ៉ៃតិចអ្នកទាំងគ្នាពុរិស័ទតែវាវែងអញ្ចឹងទៅដែលស្វ័យគឺខ្ញុំបែងចែកវាទៅជាផាតមួយអញ្ចឹងកុំឲ្យញ៉ៃកុំឲ្យវែងពេកបើសិនតកាលណាយើងដាក់ថ្ងៃទី1ទី2ទី3ដាក់ចូលគ្នាទាំងអស់ឲ្យពេលផឹកផងយប់ផងអូច្រើនខ្លាំងមែនតើអញ្ចឹងមិនណាតែយើងមកដល់ខេត្តគេហើយគឺយើងដើរមើលទៅគេមានលក់អីគេខ្លះមានរបស់អីគេខ្លះអ្វីដែលខ្ញុំទទួលបានបន្ទាប់ពីទៅសៀមរាបហ្នឹងគឺខ្ញុំពិតជាចូលចិត្តឲ្យរៀនបានច្រើនពីអ្នកនៅសៀមរាបខ្លាំងមែនតើជាពិសេសសុជីវធម៌សិលធម៌ហើយនឹងការជួយទុកទរៈគ្នាទៅវិញទៅមកគឺភាពរស់រាយរាក់ទាក់ខ្ញុំពិតជាស្រឡាញ់ប្រជាជននៅខេត្តសៀមរាបខ្លាំងមែនទែនគឺភាគច្រើនតែម្ដងគឺគាត់រស់រាយរាក់ទាក់សំដៅអីនិយាយគឺគួរសមគួរឲ្យស្រឡាញ់ខ្លាំងហ្មងអ្នកទាំងគ្នាបងអូនខ្ញុំនិយាយថាឃើញលៀអត់បានទេហើយវីដេអូនេះគឺរៀងយប់តិចឯងដើរទៅ Pub Street និយាយទៅគឺខ្ញុំទៅសៀមរាប5 6ដងដែរប៉ុន្តែបើ Pub Street គឺអត់ដើរសូវទៅប្រហែលទេតែទៅលើកនេះគឺចង់នាំបងអូនទៅមើលមកជុំមកកន្លងហ្នឹងហើយក៏ដើរទៅកន្លែងផ្សេងទៀតអញ្ចឹងនិយាយទៅគឺដើរពេលយប់ហ្នឹងគឺដើរជុំមកក្រុងអញ្ចឹងព្រោះដោយសារពេលហ្នឹងគឺខ្ញុំគេងនៅសន្តាគារតាព្រំអញ្ចឹងវាចិត្ត Pub Street ដើរតាមផ្លេតគឺដល់លេងអ្នកគ្នាអញ្ចឹងជ្រុលទៅមកក៏យើងមើលទៅហើយកន្លែងនេះគេម៉ាស្សាដោយប្រើត្រីខំចឹកនេះយើងចឹកជើងអីចឹងណាតំណងដែរអ្នកទាំងគ្នាខ្ញុំចេះតែដើរទៅដើរទាំងភ្លៀងទាំងអីចេះទៅសិនណាអ្នកទាំងគ្នាពុរិសាយើងមកដល់នេះហើយយើងមកដេកវាដូចអត់តំណងដូចអត់សមអញ្ចឹងណាហើយដើរទៅចេះឃើញអីហាឡាលអីចឹងគេលក់អីតំណងអីចឹងក៏ញ៉ាំអញ្ចឹងទៅហើយញ៉ាំហើយក៏ចូលទៅដេកវិញអញ្ចឹងទៅមានតែប៉ុណ្្នឹងអ្នកទាំងគ្នាព្រោះនេះពេលយប់ហើយណាមួយវារៀងភ្លៀងដែរអ្នកទាំងគ្នាគឺរៀងពិបាកដើរបន្តិចអញ្ចឹងជួបគ្នាវីដេអូវគ្គក្រោយទៀតបាយបាយ